លក្ខណៈពិសេសរបស់នាវារុស្ស៊ីទាំង3គ្រឿងដែលនឹងមកដល់កម្ពុជាចុងសប្តាហ៍នេះតាមការគ្រោងទុកនាវារុស្ស៊ី3គ្រឿងដែលនឹងបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី5ដល់ថ្ងៃទី9ខែមេសា2026នេះខណៈបើយោងតាមប្រភពពីកងទ័ពជើងទឹកកម្ពុជាដំណើរមកនេះគឺជាបេសកកម្មស្វែងរកតំបន់ Indo-Pacific នាវាទាំង3មានដូចជានាវាចម្បាំង Gromgy អមជាមួយនាវាមួយទឹក Petropavlovsk-Kamchatsky និងនាវាសណ្ដោង Andriy Stepanov តើនាវានីមួយៗមានលក្ខណៈពិសេសអ្វីខ្លះនាវាចម្បាំង Gromyky យោងតាមគេហទំព័រ Novel Technology Gromyky គឺជានាវាចម្បាំងធុនស្រាលទំនើបបំផុតមួយរបស់កងទ័ពជើងទឹករបស់រុស្ស៊ីស្ថិតនៅក្នុងថ្នាក់ Sterigojetsy វាត្រូវបានបង្កើតឡើងដើម្បីបំពេញបេសកកម្មនៅតំបន់ឈូងសមុទ្រឆ្នេរសមុទ្រនិងមានសមត្ថភាពខ្ពស់ក្នុងការវាយលុកទាំងលើទឹកក្រោមទឹកនិងលើអាកាសនាវានេះត្រូវបានសាងសង់ឡើងដោយប្រើប្រាស់សម្ភារៈសមាសធាតុពិសេសជាមួយរូបរាងដែលជួយកាត់បន្ថយការចាប់សញ្ញាពីរ៉ាដាធ្វើឲ្យសត្រូវពិបាករកឃើញ Gromyky មានបណ្ដោយ104ម៉ែត្រចុច5ម៉ែត្រទទឹង13ម៉ែត្រនិងមានទម្ងន់ផ្ទុកពេញប្រហែល2220តោនវាអាចផ្ទុកកងទ័ពបានប្រហែល90ទៅ100នាក់វាមានសមត្ថភាពរត់បានលឿនអតិបរមាប្រហែល50គីឡូម៉ែត្រក្នុង1ម៉ោងដែលអាចធ្វើដំណើរបានចម្ងាយប្រហែល7400គីឡូម៉ែត្រក្នុងល្បឿនសន្សំសំចៃ Gromyky បំពាក់ដោយមីស៊ីលប្រឆាំងនាវា AK-35 Uran ចំនួន8គ្រាប់ដែលមានរយៈចម្ងាយរហូតដល់260គីឡូម៉ែត្រវាមានប្រព័ន្ធការពារអាកាសរថដូត VLS-12 បំពង់បាញ់ដែលអាចបាញ់ពីមីស៊ីលរយៈចម្ងាយមធ្យមនិងជិតដើម្បីកំទេចយន្តហោះឬមីស៊ីលសត្រូវវាថែមទាំងបំពាក់កាំភ្លើងស្វ័យប្រវត្តិក្បាលនាវាប្រភេទ A190 ទំហំ100មីលីម៉ែត្រដែលអាចបាញ់បាន80គ្រាប់ក្នុង1នាទីនិងកាំភ្លើងយន្តហោះAK-630M ចំនួន2ដើមសម្រាប់បាញ់កំទេចគោលដៅដែលមកក្បែរនាវាព្រមទាំងប្រព័ន្ធតូពីដូប្រភេទ Picat NK ដែលអាចប្រើសម្រាប់កំទេចនាវាមួយទឹកនិងការការពារពីតូពីដូរបស់សត្រូវផងដែរលើពីនេះនាវាចម្បាំងនេះមានចំណតសម្រាប់អធិបតេយ្យ KA-27 មួយគ្រឿងចុះចតសម្រាប់ជួយក្នុងការរុករកនិងវាយប្រហារនាវាមួយទឹកផងដែរ